សាច់រឿងមួយនេះចាប់ផ្ដើមឡើងពេលដែលខ្ញុំលេងនឹងserverមកកងពេលនេះខ្ញុំក៏បានមកពីវាយមួយ player 4-5 នាក់មួយpointដល់ទៀតរបស់ខ្ញុំវិញស្រាប់តែខ្ញុំបានឃើញ player 2 នាក់ហើយពេលដែលខ្ញុំឃើញ player 2 នាក់ហ្នឹងខ្ញុំក៏ថាដើរទៅសួរគាត់ប៉ុន្តែពេលខ្ញុំដើរទៅខ្ញុំក៏បាននិយាយថា hello bro ហើយហ្នឹងអីណែ bro ហើយមានអីមែន bro អត់និយាយយ៉ាងហើយពេលនោះមិនត្រឹមតែគេមិននិយាយដូចខ្ញុំហើយគេក៏បាននាំគ្នាគេមកដេញកាប់ខ្ញុំទៀតខ្ញុំក៏អស់ជំរឿខ្ញុំក៏វាយតបតទៅពួកគេវិញតាមខ្ញុំមើលទៅ player 2នាក់នេះមិនសូវជាចេះលេងបែប SMP ប៉ុន្មានទេឲ្យតែឃើញគេកាប់យកតែម្ដង player បែបនេះខ្ញុំជួបជាច្រើនអ្នកមកហើយប៉ុន្តែវាមិនជាបញ្ហាសម្រាប់ខ្ញុំនោះទេកាត់មកដល់កន្លែងនេះគឺខ្ញុំតាម lock enemy តែម្នាក់ទេគឺខ្ញុំតាមសម្រាប់មួយសិនដើម្បីស្រួលសម្រាប់មួយតាមក្រោយទៀតហើយខ្ញុំក៏មិនតន់ដកអាវុធសម្ងាត់របស់ខ្ញុំចេញមកដែរនោះគឺជា mesh មកដល់កន្លែងនេះខ្ញុំក៏សម្រេចចិត្តដកអាវុធសម្ងាត់របស់ខ្ញុំគឺ mesh មកដំក្បាលពួកគេម្ដងដើម្បីងាយស្រួលក្នុងការសម្រាប់ពួកគេងាយលឿនជាងមុនហើយដល់កន្លែងនេះខ្ញុំក៏បាន kill enemy ងាប់មួយនាក់ហើយមិនត្រឹមបានប្រហែលនាទីផងក៏មាន player នៅតែម្នាក់ទៀតក៏បានចេញមកហើយគេគឺ full នៅតែតែម្ដងខ្ញុំមើលទៅអាពាក់មួយពាក់នៅតែហ្នឹងក៏ប្រកបជាវាយខ្លាំងណាស់ដែរប៉ុន្តែវាមិនជាបញ្ហារបស់ខ្ញុំទេខ្ញុំនៅតែប្រើយុទ្ធសាស្ត្ររបស់ខ្ញុំដូចដើមហើយយុទ្ធសាស្ត្រដែលខ្ញុំប្រើហ្នឹងគ្មានអ្វីក្រៅពីតាម lock enemy មួយឲ្យងាប់ខ្ញុំនោះទេមូលហេតុដែលខ្ញុំប្រើយុទ្ធសាស្ត្រមួយនេះដោយសារតែវាស្រួលងាយស្រួលនឹងសម្រាប់ enemy លឿនជាងមុនហើយមកដល់កន្លែងនេះខ្ញុំឃើញអាពាក់មួយដែលពាក់ full នៅដរ៉ៃហ្នឹងក៏វាវាយល្អណាស់ដែរអញ្ចឹងហើយទើបខ្ញុំខំប្រឹងបបែកវងពួកវាដើម្បីសម្រាប់ player អាមួយពាក់ armor diamond ហ្នឹងសិនដើម្បីស្រួលសម្រាប់អាពាក់នៅដរ៉ៃហ្នឹងតាមក្រោយបើខ្ញុំបុកទៅវាយគេម្ដងទាំងពីរនោះភាគរយដែលខ្ញុំឈ្នះនេះគឺគ្មានទេបើភាគរយដែលចាញ់គេហ្នឹងគឺមានច្រើនខ្លាំងមែនតើហើយខ្ញុំក៏ខំប្រឹងបំបែកវងពួកគេដើម្បីងាយស្រួលសម្រាប់ player មួយឲ្យងាប់រួចបានខ្ញុំស្រួលសម្រាប់អាប៉ែមួយហ្នឹងតាមក្រោយព្រោះអីខ្ញុំមើលទៅអាប៉ែហ្នឹងគឺក៏ចេះលេងខ្លាំងជាងខ្ញុំដែរមកដល់កន្លែងនេះខ្ញុំក៏បានគិតថាខ្ញុំនឹងពិបាកបំបែកវងពួកគេណាព្រោះអីមានអាប៉ែនៅត្រៃហ្នឹងវាតាមមកយាខ្ញុំរហូតប៉ុន្តែមិនជាឧបសគ្គរបស់ខ្ញុំទេទោះបីយាមកយ៉ាងណាក៏ខ្ញុំមិនខ្លាចដែរមកដល់កន្លែងនេះខ្ញុំបានគិតថាពិបាកខ្លាំងមែនតើក្នុងការបំបែកវងពួកគេហើយខ្ញុំក៏បានសម្រេចចិត្តថាអ្នកណាចូលមកខ្ញុំវាយអ្នកនោះឲ្យតែអ្នកណាចូលមកខ្ញុំគឺវាយតែម្ដងហើយខ្ញុំក៏បានដើររកឱកាសដើម្បីក្នុងការ lock player មួយឲ្យបានសម្រេចតែម្ដងហើយក្នុងការវាយ SMP យើងមិនបាច់ចាំពឹងលើទឹកដៃយើងខ្លាំងពេកទេយើងពឹងតែលើទឹកដៃយើងតែ 50% ប៉ុន្តែយើងពឹងទៅលើខួរក្បាលយើងឲ្យឆ្លាត 50% ព្រោះអីបើយើងមានតែទឹកដៃល្អយើងអត់ឆ្លាតក៏យើងមិនអាចចូលឈ្នះគេបានដែរហើយមកដល់កន្លែងនេះជាឱកាសល្អរបស់ខ្ញុំដែលខ្ញុំតាម lock player អាមួយពាក់ armor diamond ហ្នឹងឲ្យងាប់តែម្ដងពេលនេះអាមួយពាក់ armor diamond ហ្នឹងក៏បានងាប់ហើយជាឱកាសល្អដែលខ្ញុំបានវាយជាមួយអាប៉ែនៅដរ៉ៃហ្នឹងពេញដៃតែម្ដងហើយក៏ខ្ញុំមិននឹកស្មានថា player ម្នាក់ហ្នឹងក៏មាន mesh ដែរព្រោះអី mesh ក្នុង server នេះគេបើកឲ្យក្រាស់តែ3 mesh នោះទេតបពីយើងប្រកួតគ្នាអស់រយៈពេលប្រហែលជា1ម៉ោងកន្លះមកខ្ញុំបានមើលទៅអាប៉ែមួយពាក្យនៅត្រៃហ្នឹងក៏រៀងអស់ដៃខាងណាស់ដែរអញ្ចឹងហើយជាឱកាសដែលខ្ញុំត្រូវវាយគេឲ្យងាប់តែម្ដងរយៈពេល2ម៉ោងមកហើយដែលយើងមិនទាន់ដឹងថាអ្នកណាឈ្នះអ្នកណាចាញ់ហើយពេលនេះក៏ដឹងថាអ្នកណាឈ្នះអ្នកណាចាញ់បាត់ទៅហើយដោយសារតែគេអស់មែនខ្លាំងមែនតើទឹកខ្ញុំដាក់គេមួយមេសងាប់តែម្ដងហ
ហើយខ្ញុំក៏បានប្រមូល item ពួកគេរួចខ្ញុំក៏បានដើរត្រឡប់ទៅ base របស់ខ្ញុំវិញ